បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយដើម្បីចែកជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលតាមដានទស្សនាតាមបណ្ដាញសង្គម Facebook YouTube បាទថ្ងៃនេះខ្ញុំនិយាយពីរបងដែលខ្ញុំធ្វើនេះពុកម៉ែបងប្អូនណាបាទអត់បើសិនជាយើងមិនថ្លឹងខាងក្រោមទេបាទយើងអត់ថ្លឹងខាងក្រោមគឺរងវាអត់ស៊ីគ្នាអញ្ចឹងណាពុកម៉ែបងប្អូនណាគឺថាអត់នេះពិបាករៀបជាងអត់ខ្មែរយើងអត់ដីបាទអត់ដុតបាទអានេះអត់ចាក់ស៊ីម៉ង់ក៏ប៉ុន្តែយើងត្រូវការថ្លឹងដេវ៉ូបាទឲ្យវាស្មើមកបានយើងរៀបទៅវាឃើញរងវារត់ស៊ីគ្នាឃើញទេបងប្អូនបាទគឺឲ្យរងយើងយកប៉ុណ្ណាគឺប៉ុនគ្នាទាំងអស់បាទស្មើត្រឹមអញ្ចឹងពុកម៉ែបងប្អូនណាបាទហើយនេះខ្ញុំចែករំលែកបាទដល់ពុកម៉ែបងប្អូនជាងដូចគ្នាបាទពីគឺថាអត់ជាងគាត់រៀបបានស្អាតបាទគាត់រៀបបានស្អាតស្មើគ្នាអញ្ចឹងណាបងប្អូនបាទបាទហើយជាងខ្លះខ្ញុំវាមានរុនអញ្ចឹងបងប្អូនណាបាទជាងខ្លះហើយសួរដាក់ច្រឡំដាក់អានេះឡើងលើអីដាក់កបោចូលហ្នឹងងាប់ហើយអ្នករៀបអ្នកលេកបោដល់ងាប់ហ្មងបាទអញ្ចឹងគេផ្កាប់អានេះចុះទៅក្រោមបាទអញ្ចឹងបានយើងដាក់កបោទៅគឺអាហ្នឹងវាលិចចូលក្នុងរងវាខំរងជាប់បងប្អូនបាទតែច្រឡំអីទៅដាក់រុននេះឡើងលើអីងាប់ហើយអ្នកលេកបោដល់ងាប់ហ្មងបាទហើយក៏ស្ដាយស្លឹកគ្រៃរបស់ម្ចាស់ផ្ទះបាទម្ចាស់ដីគាត់ដោយសារគាត់កូនវាខ្លាចធ្លាក់ទឹកភ្លៀងបាទអញ្ចឹងគាត់ធ្វើអញ្ចឹងអាសក្តិគាត់នេះគាត់ដាំនៅចកាគាត់ដាំលក់ពុកម៉ែបងប្អូនណាហើយល្អអញ្ចឹងឥឡូវយើងមកធ្វើអាលបងមកជួននេះទៅវាគឺថាជន់សក្តិគាត់ខូចអស់ច្រើនមើលឡានហើយតាមផ្លូវនេះឡានកិនខូចអស់មកជួនឹងទៅដល់ក្រោមបាទពីមុនគាត់ទុកតាមមកផ្លូវម៉ូតូជីទេបាទហើយអាខាងនោះដកដល់នោះហើយខ្ញុំទៅធ្វើបន្តដល់នឹងដែរអញ្ចឹងណាពុកម៉ែបងប្អូនណាបាទស្ដាយសក្តិល្អពុកម៉ែបងប្អូនណាល្អមែនទែនសក្តិដើមធំដើមប៉ុនមេដៃបាទហើយគាត់ស្រោចទឹករាល់ថ្ងៃអញ្ចឹងទៅវាថាវាល្អសក្តិលាស់ល្អពុកម៉ែបងប្អូនបាទគឺថាការងារថ្ងៃនេះវាបានខាងលើពុកម៉ែបងប្អូនណាបាទយើងធ្វើការចាក់ធ្នឹមភាសាដីវាខ្ពស់ក៏យើងត្រូវតែកាប់ដីចុះទៅក្រោមដែរដើម្បីថ្លឹងលីវ៉ូឲ្យវាស្មើគ្នាពុកម៉ែបងប្អូនបាទហើយអានេះវាមកអញ្ចេះទៅគឺទ្វាកន្លែងទ្វាបាទអញ្ចឹងយើងត្រូវធ្វើដេវ៉ូហ្នឹងឲ្យវាស្មើគ្នាអញ្ចឹងមកពុកម៉ែបងប្អូនយើងត្រូវរៀបសសរធំទៀតអាហ្នឹងណាបាទឥឡូវនេះគេថាពីមុខចាប់ដើមហើយបាទចាប់ដើមរៀបទៅបន្តរហូតបាទហើយជាងក៏អត់តន់ឈប់ដែរស្មើនេះហើយបាទ